បានសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាទៀតហើយជាមួយនឹងខ្ញុំបាន MSI នៅក្នុងថ្ងៃនេះគឺបងប្អូនសូមធ្វើការបង្ហាញនៅរបាំងមុខសម្រាប់ពាក់បាញ់ថ្នាំដំណាំបងប្អូនណាសម្រាប់ពាក់បាញ់ថ្នាំដំណាំសម្រាប់ពាក់កាត់ស្មៅក៏ដូចជាធ្វើអ្វីផ្សេងៗដូចជាច្រូតស្រូវជាមួយនឹងម៉ាស៊ីនការពារកុំឲ្យធូលីចូលមកភ្នែកឬក៏ប្រឡាក់មុខប្រឡាក់មាត់អញ្ចឹងរបាំងមុខសម្រាប់ពាក់បាញ់ថ្នាំដំណាំនេះគឺខាងខ្ញុំមាន2ប្រភេទបងប្អូនណាខាងខ្ញុំមាន2ប្រភេទអញ្ចឹងខ្ញុំសូមបង្ហាញនៅប្រភេទទី1ប្រភេទទី1គឺជាប្រភេទជ័រស្វិតគឺបែបនេះបងប្អូនគឺស្អាតណាស់ប្រភេទទី1នេះគឺជាប្រភេទជ័រស្វិតដែលមានអេប៉ុងខាងលើការពារជុំវិញភ្នែកបានយ៉ាងល្អបងប្អូនមើលខាងក្រោយនេះការពារភ្នែកបានយ៉ាងល្អគឺអេប៉ុងក្រាស់បងប្អូនណាអញ្ចឹងរបាំងមួយនេះគឺយើងអាចដោះបានគឺយើងអាចដោះមកកណ្ដាលនេះបានបងប្អូនណាពេលដែលបងប្អូនទាំងអស់គ្នាពាក់ជិះម៉ូតូចង់ការពារតែភ្នែកមានន័យថាអញ្ចឹងយើងអាចដោះមកកណ្ដាលខាងលើនេះចេញបានយើងពាក់តាមមកកណ្ដាលខាងលើនេះបានគឺយើងអាចដោះមកកណ្ដាលក្រោមចេញហើយរបាំងមុខនេះគឺមានច្រើនពណ៌បងប្អូនគឺមានពណ៌សមានពណ៌ខ្មៅសម្រាប់បងប្អូនដែលគាត់ផ្សារដៃគឺគាត់យកពណ៌ខ្មៅអញ្ចឹងមានពណ៌សសម្រាប់អ្នកដែលគាត់បាញ់ថ្នាំដំណាំសម្រាប់អ្នកដែលជិះម៉ូតូហើយក៏មានពណ៌ស្វាយនិងមានពណ៌លឿងពណ៌បៃតងនិងពណ៌ផ្សេងៗទៀតបងប្អូនសម្រាប់ឲ្យបងប្អូនត្រូវការគឺអាចធ្វើការទំនាក់ទំនងមកបានបន្តមកទៀតរបាំងមុខទី2គឺជាប្រភេទរបាំងមុខសម្រាប់ពាក់ការពារដំណាំដែររបាំងមុខនេះបងប្អូនទាំងគ្នាពាក់ទៅគឺមកដល់ចការបស់យើងពេលដែលយើងពាក់ទៅគឺទ្របមកដល់ចកាយើងបែរនេះអញ្ចឹងមានថាស្អាតក្នុងការពាក់បងប្អូនហើយងាយស្រួលក្នុងការពាក់ឲ្យស្រាលហើយជាប្រភេទជ័រស្វិតណាកញ្ចក់ហ្នឹងប្រភេទកញ្ចក់ជ័រទន់បងប្អូនអត់បាយទេបងប្អូនគប់ឡើងទៅលើ10ម៉ែត្រធ្លាក់មកលើដីក៏អត់ចេះបាយដែរប្រភេទជ័រទន់ហើយធន់បងប្អូនធន់ហើយងាយស្រួលក្នុងការពាក់នេះអត់ចេះបាយទេបងប្អូនកញ្ចក់ហ្នឹងអត់ចេះបាយទេកាច់យ៉ាងណាក៏អត់បាយដែរដោយសារវាជាប្រភេទជ័រកញ្ចក់ជ័រទន់ហើយភ្លឺអញ្ចឹងងាយស្រួលក្នុងការពាក់របាំងមុខនេះគឺមានតម្លៃធូរថ្លៃមែនទេបងប្អូនគឺមានតម្លៃធូរថ្លៃទេសម្រាប់បងប្អូនដែលប្រើប្រាស់ក្នុងការបាញ់ថ្នាំដំណាំបាញ់អីគឺយើងប្រើប្រាស់ជាមួយនឹងរបាំងមុខនេះទៅដោយសារធូរថ្លៃមែនទេបងប្អូនណាមួយត្រឹមតែ 25,000 ដូចគ្នាបងប្អូនយកមួយណាក៏ដូចគ្នាដែរមួយ 25,000 មួយ 25,000 ពី 50,000 រៀលពី 50,000 រៀល free សេវាឡានជូនបងប្អូនណាមួយ 25,000 ពី 50,000 រៀលគឺធ្វើការ free សេវាឡានរបស់គ្រប់ខេត្តក្រុងទាំងអស់ដូចគ្នាបងពីរនឹងដូចគ្នាមួយ 25,000 ពី 50,000 រៀលដូចគ្នាអញ្ចឹងសម្រាប់បងប្អូនចាប់អារម្មណ៍គឺបងប្អូនទាំងគ្នាអាចធ្វើការទំនាក់ទំនងមកខ្ញុំអត់បានឬក៏ call មកខ្ញុំឬក៏ Telegram របស់ខ្ញុំគឺ0 9 858325និង 099358535និង35អញ្ចឹងបងប្អូនទាំងអស់គ្នាគឺអាចកម្មងបានណាខ្ញុំនឹងដាក់លេខវីដេអូនៅខាងលេខទូរស័ព្ទនៅខាងក្នុងវីដេអូនេះតែម្ដងសូមអរគុណសូមជម្រាបលា